ស្ទើរតែមិនជឿប្រាសាទអង្គរវត្តមានអាចកំបាំងអច្ឆរិយៈដល់ម្លឹងប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 នាសតវត្សទី 12 ដែលមានអាយុកាលជិត 1000 ឆ្នាំមកហើយប្រាសាទស្ថាបត្យកម្មដ៏ល្អឯកគ្មានពីរលើលោកមួយនេះមិនត្រឹមតែជាកន្លែងសម្រាប់សក្ការៈបូជាឧទ្ទិសដល់ព្រះវិស្ណុប៉ុណ្ណោះទេតែក៏ជានីលិកាព្រះអាទិត្យធ្វើពីថ្មភក់ដ៏ធំបំផុតលើលោកលើផែនដីនេះគ្មានប្រទេសណាដែលមានទិដ្ឋភាពថ្ងៃរះដ៏សុក្រិតនិងអស្ចារ្យដូចនៅកម្ពុជានោះឡើយបណ្ដាប្រទេសមួយចំនួនដូចជាមិចស៊ីកអេស៊ីបនិងអង់គ្លេសក៏មានបាតុភូតសមរាត្រីនេះដែរប៉ុន្តែគេមើលឃើញដល់ត្រឹមតែស្រមោលឬពន្លឺចាំងកាត់រន្ធថ្មប៉ុណ្ណោះមានតែអង្គរវត្តមួយគត់ដែលព្រះអាទិត្យរះចំកណ្ដាលនៃកំពូលប្រាសាទហាក់បីដូចជាការរៀបចំទុកមុនយ៉ាងសុក្រិតបំផុតអ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺអាចកំបាំងលេខ365ដែលដូនតាខ្មែរបង្កប់នៅក្នុងសាច់ថ្មរចនាសម្ព័ន្ធនៅជាន់បាកានឬជាន់ខ្ពស់ជាងគេគឺត្រូវបានគេវាស់ឃើញប្រវែង365ហត្ថដែលត្រូវនឹងចំនួនថ្ងៃក្នុងមួយឆ្នាំតែម្ដងចំណែកឯចម្ងាយផ្លូវដើរពីច្រកចូលដល់ប្រាង្គកណ្ដាលត្រូវបានវាស់ឃើញថាត្រូវនឹងចំនួនឆ្នាំនៃយុគទាំង4ក្នុងចក្រវាឡយុគទាំងនេះមានក្រឹតយុគ ត្រេតយុគ ទ្វេបអាយុនិងកលិយុគនេះមានន័យថារាល់ចំហៀនដែលដើរលើស្ពានហោទៅនឹងអង្គរវត្តគឺអ្នកកំពុងតែដើរកាត់ពេលវេលានៅចក្រវាឡលើសពីនេះអ្វីដែលកាន់តែអស្ចារ្យនិងធ្វើឲ្យវិស្វករសម័យទំនើបសឹងតែមិនជឿនោះគឺបច្ចេកទេសបញ្ជាស្រមោលរាល់ពេលព្រះអាទិត្យរះចំកំពូលប្រាសាទស្រមោលនៃប្រាង្គកណ្ដាលនឹងធ្លាក់ចំកណ្ដាលស្ពានហោត្រង់ផ្លឹងតែម្ដងនិងមិនដែលខុសឡើយនេះបង្ហាញថាប្រាសាទអង្គរវត្តមិនមែនសង់ឡើងតាមតែនឹកឃើញទេប៉ុន្តែវាត្រូវបានវាស់មុំវាស់ចម្ងាយជាមួយពន្លឺព្រះអាទិត្យយ៉ាងច្បាស់លាស់បំផុតហើយបាតុភូតដ៏អស្ចារ្យនិងកម្រមួយនេះកើតឡើងត្រឹមតែ2 ដងគត់ក្នុងមួយឆ្នាំគឺខែមិនិនានិងខែកញ្ញា